បងប្អូនថ្ងៃនេះខ្ញុំនឹងមកជូនព័ត៌មានអន្តរជាតិមួយដល់បងប្អូនលោក Donald Trump ទើបតែបានធ្វើការសម្របសម្រួលដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រធានាធិបតីចិន Xi Jinping ដែលកំពុងធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ក្នុងកិច្ចព្រមព្រៀងថ្មីដែលបានប្រកាសកាលពីថ្ងៃប្រហូតលោក Trump បានយល់ព្រមកាត់បន្ថយពន្ធគយរបស់អាមេរិក 10% លើទំនិញនាំចូលពីប្រទេសចិនការកាត់បន្ថយនេះធ្វើឡើងជាថ្នូរនឹងការសន្យារបស់ចិនថានឹងបង្កើនការបង្ក្រាបលើការនាំចេញសារធាតុញៀន Fentanyl ផលចំណេញភ្លាមៗនិងភាពគួរឲ្យសង្ស័យមើលទៅហាក់ដូចជាដំណោះស្រាយល្អមែនទេការបន្ថយពន្ធគយអាចជួយឲ្យទំនិញនឹងអាមេរិកមានតម្លៃថោកនិងជួយសម្រួលដល់ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរប៉ុន្តែចំណុចសំខាន់ដែលត្រូវចាប់អារម្មណ៍គឺកិច្ចព្រមព្រៀងនេះអាចមានសញ្ញាគ្រោះថ្នាក់ red flags ជាច្រើនចិនអាចនឹងទទួលបានផលប្រយោជន៍ធំជាងពន្ធគយរបស់លោកត្រាំកន្លងមកគឺបង្កើតឡើងដើម្បីដាក់សម្ពាធទៅលើប្រទេសចិនផ្ទុយទៅវិញអ្នករិះគន់យល់ថាលោកស៊ីប្រហែលជាអាចដើរចេញដោយមានប្រៀបជាងម្ដងទៀតពួកគេលើកឡើងថាលោកត្រាំបានចុះឆ្នៃលឿនពេកហើយប្រវត្តិសាស្ត្របានបង្ហាញថាចិនមិនតែងតែរក្សាពាក្យសន្យានោះទេលោកត្រាំអះអាងថាការកាត់បន្ថយពន្ធគយនេះគឺដើម្បីធ្វើជារង្វាន់ឲ្យចិនដែលបានចាត់វិធានការខ្លាំងក្លាលើបញ្ហា Fentanyl ជាក់ស្ដែងរាយបាយការណ៍បង្ហាញថាភាពបរិសុទ្ធនៃសារធាតុញៀននិងការរឹតអូសនៅតាមព្រំដែនមានការថយចុះប៉ុន្តែអ្នកជំនាញបានព្រមានថាចិននៅតែមានឥទ្ធិពលខ្លាំងទីក្រុងប៉េកាំងបានវាយបកទៅវិញយ៉ាងខ្លាំងក្នុងរយៈពេលឆ្នាំចុងក្រោយរួមមានការរដ្ឋបတ် Ryan Earth ការកាត់បន្ថយការនាំចូលកសិផលអាមេរិកនិងការស៊ើបអង្កេតលើក្រុមហ៊ុនអាមេរិកជាដើមឥឡូវនេះតាមរយៈកិច្ចព្រមព្រៀងថ្មីនេះចិនបានសម្រេចនៅអ្វីដែលខ្លួនចង់បានគឺពន្ធគយទាបនិងទំនាក់ទំនងកាន់តែល្អជាមួយសេតវិធានផ្ទៃទៅវិញសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាមិចស៊ីកូនិងកាណាដាកំពុងឆ្ងល់ថាហេតុអ្វីបានជាពន្ធគយលើទំនិញរបស់ពួកគេអាចនឹងកើនឡើងទៅវិញលោកត្រាំនិយាយថាលើកនេះនឹងខុសពីមុនប៉ុន្តែបើក្រឡេកទៅមើលប្រវត្តិសាស្ត្រវាប្រហែលជាគ្រាន់តែជាជំនះមួយទៀតសម្រាប់លោកស៊ីជីនពីងប៉ុណ្ណោះ